អ្នកធ្វើដំណើរផ្លូវគោកនិងផ្លូវទឹកប្រុងប្រយ័ត្នខ្ពស់គណៈក្រសួងបានជូនដំណឹងពីព្យុះថ្មីចាប់ពីថ្ងៃទី5ដល់ថ្ងៃទី15ខែសីហានេះក្រសួងធនធានទឹកនិងឧតុនិយមបានជូនដំណឹងដល់ប្រជាពលរដ្ឋទូទាំងប្រទេសត្រូវបង្កើតការប្រុងប្រយ័ត្នខ្ពស់គណៈព្យុះទី14មានឈ្មោះគូជីរ៉ារួមជាមួយព្យុះសង្ឃរាទី13 Dolphin កំពុងបង្កើនឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលអាចធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ខ្លាំងនិងផ្គររន្ទះចាប់ពីថ្ងៃទី5ដល់ថ្ងៃទី15ខែសីហាឆ្នាំ2026នេះតាមសេចក្តីជូនដំណឹងរបស់ក្រសួងខេត្តនៅតំបន់វាលទំនាបជាច្រើនរួមទាំងរាជធានីភ្នំពេញអាចមានភ្លៀងធ្លាក់គ្របដណ្ដប់ប្រមាណ 50% គណៈនៅតំបន់ខ្ពង់រាបអាចកើនឡើងដល់ 60% និងតំបន់មាត់សមុទ្ររហូតដល់ 70% លើពីនេះរលកសមុទ្រក៏អាចបោកខ្លាំងដោយមានកម្ពស់ចាប់ពី 0.5 ម៉ែត្ររហូតដល់ 1.75 ម៉ែត្រដែលអាចបង្កជាហានិភ័យដល់ការធ្វើដំណើរតាមផ្លូវទឹកមិនតែប៉ុណ្ណោះក្រសួងក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋតាមដានព័ត៌មានការព្យាករណ៍អាកាសធាតុជាប្រចាំនិងមានការប្រុងប្រយ័ត្នខ្ពស់ជាពិសេសអ្នកធ្វើដំណើរតាមផ្លូវគោកផ្លូវទឹកអ្នកនេសាទនិងអ្នករស់នៅតំបន់ងាយរងគ្រោះដើម្បីបង្ការជៀសវាងគ្រោះថ្នាក់ណាមួយដែលអាចកើតមានឡើងដោយយថាហេតុដោយសារតែភ្លៀងផ្គររន្ទះនិងខ្យល់កន្ត្រាក់